នេះខ្ញុំស្លមកជូរតកូនត្រីស្ទឹងធម្មជាតិលាយជាមួយស្អំមានត្រួយអំពិលបន្តិចបងប្អូនចង់ដឹងថាដំណើរការស្លរបស់ខ្ញុំយ៉ាងណាសូមបងប្អូនតាមដានទស្សនាដូចតទៅសម្លរបស់យើងឆ្អិនរួចរាល់ហើយនេះមកលេងផ្ទះម្ដាយនឹងខ្ញុំឥឡូវមកក្រោយផ្ទះឃើញចេកគាត់មានផ្លែច្រើនគួរសមដែរបងប្អូនមកស្ទើងអូនេះមកស្ទើងទៀតលាក់ស្លឹកបងប្អូនស្ទើងទៀតលាក់ស្លឹកតែចេកផ្ទះគាត់ផ្លែបាន3ស្ទើងដែរបងប្អូននេះស្វាយក្រោយផ្ទះខ្ញុំបាទចាំអត់សូវផ្លែពីធំហ្នឹងក៏ឆ្នាំទៅផ្លែច្រើនណាស្វាយនេះហើយឆ្នាំនោះផ្លែតិចតែធំល្អនេះខ្ញុំនៅខាងក្រោមដើមស្វាយថតឲ្យបងប្អូនទស្សនាស្វាយផ្លែច្រើនណាអត់បានឡើងទៅថតឲ្យមើលផ្ទាល់ខាងនេះក៏ផ្លែដែរតែដោយសារតែខ្ញុំឡើងអត់រួចដើមទៀតដែរតែឡើងអត់រួចពិបាកថតលើថតពីខាងក្រោមឲ្យបងប្អូនទស្សនាស្វាយអូយធំណាស់ផ្លែស្វាយនេះមួយនេះប្រហែលជា1 គីឡូហើយ1 គីឡូជាងហើយបងប្អូនជាមួយសុំឲ្យបងប្អូនមើលចិត្តតិចអូ1 គីឡូជាងហើយនេះស្វាយនេះក៏មានដែរធំណាស់នេះពូជស្វាយអត់ជូរទេផ្លែធំសម្បកក្រាស់ល្អអូយនោះដឹងប្រហែលទេបងប្អូនហើយ1 គីឡូជាងហើយធំណាស់ស្វាយតិចឲ្យបងប្អូនទស្សនារន់ស្លប្រហាស្លជូរតែក៏ដាំមានច្រើនពណ៌ដែរតាបងប្អូនចម្រុះពណ៌ដូចផ្ទះខ្ញុំដែរស្អាតណាបងប្អូនចម្រុះពណ៌កូនផ្កាចាប់ផ្ដើមដុះហើយចាប់បានផ្កាដែរហើយផ្កាមកដាំមានពណ៌ទឹកក្រូចស្អាតម្ដាយនាងខ្ញុំមានផ្កាច្រើនប្រភេទនេះផ្កាចន្ទូគាត់ទៅយកពូជមកដាំថ្ងៃមុនឥឡូវបានផ្កាផាគាត់ដែរផ្កាចន្ទូបងប្អូនគាត់ទុកពូជនេះស៊ូមឲ្យបងអូនមើលតិចបើនិយាយពីផ្ទះអ្នកម្ដាយខ្ញុំមិនខ្វះទេផ្កាចម្រុះពណ៌គ្រប់ប្រភេទបងប្អូនមានពណ៌ផ្កាឈូកពណ៌សតែផ្កានេះស្អាតហើយក៏មានក្លិនក្រអូបដែរផ្កាពណ៌ផ្កាឈូកនេះខ្ញុំចូលចិត្តផ្កាឈូកនេះដោយសារតែសម្រស់ផ្កាស្អាតនេះផ្កាពណ៌លឿងក៏ស្អាតដែររីកស្រស់ព្រំព្រៃណានៅមុខផ្ទះគាត់ស្គូស្គីតែម្ដងឲ្យទៅមុខផ្ទះគាត់លឿងស្រងាត់ស្អាតណាស់បងប្អូនខ្ញុំចូលចិត្តទៅលេងផ្ទះគាត់ភាគច្រើនផ្ទះគាត់ស្វោផ្កាចម្រុះពណ៌គ្រប់ប្រភេទមានច្រើនហើយថតឲ្យបងប្អូនទស្សនាទាំងអស់គ្នានេះបងប្អូនស្អាតទេបងប្អូនខ្ញុំស្រឡាញ់បានថតឲ្យបងប្អូនទស្សនាជាមួយខ្ញុំផ្កាច្រើនណាហើយមុខផ្ទះរបស់គាត់ក៏មានផ្កាសេមន់ដែរបងប្អូនគាត់ដាំមកជួរមុខផ្ទះតែម្ដងមកជួរធំផ្កាឥឡូវចាប់ផ្ដើមចេញប្រឡប់ផ្កាហើយដើមផ្កានេះល្អពេកខ្ពស់ណាបងប្អូនហើយក៏មានលាយផ្កាម៉ាំង10ដែរបងប្អូននេះម៉ាំង10ចម្រុះពណ៌មានទាំងក្រហមលឿងផ្កាឈូកផ្កាច្រើនប្រភេទដែរហ្នឹងនៅមុខផ្ទះគាត់ចម្រុះ
គ្រប់ប្រភេទឥឡូវជិតដល់ម៉ោងបាយថ្ងៃត្រង់ហើយខ្ញុំក៏ចាប់ផ្ដើមទៅរៀបចំធ្វើម្ហូបថ្ងៃត្រង់ទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំចង់ស្លម្ជូរទៅគួនបងប្អូនទឹកសម្លយើងបានពុះហើយឥឡូវខ្ញុំរៀបចំជ្រុំប្រហុកស្លម្ជូរបងប្អូនឥឡូវផ្ទះខ្ញុំស្លម្ជូរមិនសូវជាប្រើប្រហុកច្រើនប្រហែលទេបងប្អូនប្រើតែប៉ុណ្ណេះដែរទេព្រោះអីដាក់ច្រើនពេកគ្រួសារនឹងខ្ញុំអត់សូវចេះញ៉ាំអញ្ចឹងនឹងខ្ញុំជ្រុំតាប៉ុណ្ណឹងតែបានរួចរាល់ហើយបងប្អូនខ្ញុំចាប់ផ្ដើមបង់ត្រីចូលត្រីស្រែត្រីស្ទឹងធម្មជាតិស្រស់ៗហើយខ្ញុំចាប់ផ្ដើមបង់ត្រីចូលហើយខ្ញុំបោះហើយទឹកយើងពុះចេះវាបង់ទៅអត់ឆ្អាបទេបងប្អូនតែខ្ញុំបានសម្លម្ជូរបែបនេះឆ្ងាញ់ហូបបាយអត់ច្រើនឥឡូវទឹកពុះឆ្អិនត្រីហើយខ្ញុំចាប់ផ្ដើមដាក់ត្រកួនចូលបងប្អូនសម្លនេះនឹកឃើញការនៅពីក្មេងបងប្អូនជូរធម្មជាតិចាឆ្ងាញ់ខ្ញុំបង់ត្រកួនចូលហើយយើងកូរវាបន្តិចដើម្បីឲ្យត្រកួនយើងឆាប់ឆ្អិនល្អលើត្រកួនយើងរៀងស្លុកបន្តិចខ្ញុំបាំងស្លឹកអំពិលបងប្អូននេះស្លឹកអំពិលដែលខ្ញុំបានបេះរួចរាល់ត្រួយនេះមកហើយកូរវាចូលដើម្បីឲ្យចេញជាតិជូរខ្ញុំបាំងអំបិលចូលមួយចឹបហើយខ្ញុំដាក់ប៊ីចេងដូចគ្នាបងប្អូនហើយដាក់ស្ករបន្តិចបងប្អូនដាក់មួយចិបទៅលួចជាតិផ្អែមដើម្បីឲ្យមានរសជាតិពេលដែលត្រកួនរបស់យើងឆ្អិនរួចរាល់ខ្ញុំបាំងស្អំចូលបន្តិចដែរបងប្អូនស្លម្ជូរត្រកួនបាំងស្អំបែបនេះមានរសជាតិឈ្ងុយឆ្ងាញ់ណាស់បងប្អូនដូចយើងស្លម្ជូរត្រកួនលីមួយកញ្ឆែតដែររសជាតិដូចគ្នាក្លិនឈ្ងុយឥឡូវសម្លរបស់យើងបានឆ្អិនរួចរាល់ហើយគឺខ្ញុំថែមម្អមចូលដើម្បីមានក្លិនឈ្ងុយសម្លរបស់យើងបានឆ្អិនរួចរាល់ហើយឥឡូវខ្ញុំរៀបចំដួសសម្លរបស់យើងដាក់ចានសម្លរបស់យើងបានឆ្អិនហើយបងប្អូនស្រងហើយឆ្ងាញ់ណាស់គឺប៉ុណ្ណឹងល្មមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បងប្អូនជម្រាបលា